ពាក់ព័ន្ធទៅនឹងបញ្ហាដែលកើតឡើងនៅក្នុងប្រទេសថៃវិញត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមខៀវកញ្ញរិទ្ធបានបញ្ជាក់ថាមិនមានអ្វីដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខតាមបណ្ដោយព្រំដែននិងទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជានិងថៃនោះទេឯកឧត្តមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃទី11ខែធ្នូនេះថាស្ថានភាពនៅក្នុងប្រទេសថៃបន្ទាប់ពីមានការរំលាយសភារួចមកនោះមិនមានផលប៉ះពាល់អ្វីដល់ភាគីកម្ពុជាដែលជាប្រទេសជិតខាងនោះទេហើយបញ្ហាសន្តិសុខនៅតាមតំបន់ព្រំដែនគឺមានសភាពធម្មតានិយាយរួមតែម្ដងឥឡូវយើងមានតំណែងនឹងអជាមួយខាងសភាថៃកងទ័ពថៃណាគឺมันមានបញ្ហាទេហើយម្ដងឥឡូវនេះគឺនិយាយរួមគឺទាំងសងខាងទាំងកម្ពុជាទាំងថៃទាំងផ្នែកយោធាទាំងស៊ីវិលយើងមានតំណែងនឹងនេះចន់ដានដោយសារឥឡូវគឺវាផ្កាយអញ្ចឹងតែឥឡូវរដ្ឋាភិបាលថៃខ្លាចទៅរដ្ឋាភិបាលចាំពាក់ទៀតអញ្ចឹងគឺយើងរងចាំទៀតទៅអត់អីទេយើងអាចរងចាំបានបញ្ហានោះសំខាន់និយាយរួមចេះនៅពេលណាតែរដ្ឋាភិបាលទីរដ្ឋបាលថៃមានភាពនឹងណោហើយយើងអាចចាប់បានជ័យពេលណាក៏បានដែរសំខាន់គឺរក្សាស្ថានភាពឲ្យកុំឲ្យវាឡើងកើនឡើងកម្ដៅការលើកឡើងបែបនេះរបស់ឯកឧត្តមខៀវកញ្ញរិទ្ធគឺឆ្លើយនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានគឺបន្ទាប់ពីឯកឧត្តមបានចូលរួមនៅក្នុងពិធីប្រកាសផ្ដល់រង្វាន់ជ័យលាភីជូនស្ថាប័នសារព័ត៌មានតាក់ទិននឹងក្រមសីលធម៌នៅមជ្ឈមណ្ឌលមិត្តភាពកម្ពុជាជប៉ុនស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយពាក់ព័ន្ធទៅនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាដែលមានគណបកប្រឆាំងដើរបំផុសបំផុលនឹងស្ថានភាពនៅប្រទេសថៃឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានឯកឧត្តមខៀវកញ្ញរិទ្ធបានមានប្រសាសន៍ឲ្យដឹងថាយើងគិតថានៅកម្ពុជាមានស្ថានភាពនឹងណោជាងដោយសារថាអីប្រជាជនយើងមានភាពចាក់ទុំច្រើនហើយយើងដឹងហើយថាជាផ្លូវច្បាប់ជាអីទាំងអស់យើងមានគ្រប់គ្រាន់ណាបាទយើងរដ្ឋាភិបាលនេះជារដ្ឋាភិបាលស្របច្បាប់គ្រប់គ្រាន់ព្រោះតែរដ្ឋាភិបាលមានភាពស្របច្បាប់គ្រប់គ្រាន់តែយើងឃើញថាយើងមានទាំងគណៈប្រតិភូធំដែលមកដល់កម្ពុជាហើយមានការអញ្ជើញស្ម័គ្រសែនទៅប្រទេសផ្សេងៗអញ្ចឹងនិយាយរួមគឺប្រទេសភាគច្រើនគេមិនបានខ្វល់ខ្វាយនឹងអំពីអ្វីដែលការចោទប្រកាន់របស់គណៈរដ្ឋឆាន់ទេពីព្រោះគេបានឃើញពីគ្រប់ទាំងអស់គ្នាបានចូលយើងឃើញថាពាក្យថាមិនធ្ងន់ធ្ងរអីបើយើងឃើញនៅគ្រប់កន្លែងអស់គឺគណៈបកតំណាងគណៈបកសំស៊ីនៅពេលចុះហត្ថលេខារដ្ឋប្រឆ្នោតឲ្យសុទ្ធតែបានទទួលស្គាល់ការបោះឆ្នោតតាមប្រព័ន្ធធម្មតាអញ្ចឹងគាត់រកពាក្យគាត់ប្រើតែពាក្យធ្ងន់ធ្ងរប៉ុន្តែបង្ហាញថាអ្វីកន្លែងណាធ្ងន់ធ្ងរគាត់រកឃើញ